មានសក្តិការមកថាគឺចំនួនគិតជាគ្រួសារគឺជាង500គ្រួសារដែលស្មើនឹងចំនួនមនុស្សប្រមាណ1965នាក់ជិត2000នាក់ទៅហើយបាទដែលភាសឹកមកកាន់ក្រុងសំរោងដែលជាទីកន្លែងមានសុវត្ថិភាពនោះបាទសម្រាប់ព័ត៌មានដំបូងបាទនៅនាងប៉ូឡែនចាកងទ័ពសៀមបានឈ្លានពានទឹកដីកម្ពុជានិងជន់ឈ្លីអង្គការសហប្រជាជាតិសង្គ្រាមនៅតាមព្រំដែនកម្ពុជាសៀមបានចាប់ផ្ដើមឡើងទៀតហើយដែលបង្កឡើងដោយភាគីសៀមបានលបវាយប្រហារឆ្មោះទៅលើកងទ័ពកម្ពុជាពីខាងក្រោយគណៈពេលដែលកំពុងយាមល្បាតយោងតាមសេចក្តីរាយការណ៍បានដឹងថាការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងសៀមបានចាប់ផ្ដើមទៀតហើយនៅអំឡុងម៉ោង 6 ព្រឹកថ្ងៃទី 22 ខែមេសាឆ្នាំ 2011 ដែលជាការប្រយុទ្ធនេះគឺបានផ្ដើមឡើងដោយកងទ័ពសៀមបានលបវាយឆ្មក់ពីខាងក្រោយគណៈពេលដែលកងទ័ពកម្ពុជាកំពុងដែលយាមល្បាតនៅលើទឹកដីរបស់ខ្លួនហើយការវាយប្រហារនោះបានបន្តតាំងពីព្រឹករហូតមកព័ត៌មានចុងក្រោយខាងកងទ័ពកម្ពុជាមានតួលេខស្លាប់ចំនួន 3 នាក់និងរបួសចំនួន 6 នាក់សេចក្តីរាយការណ៍បានដឹងថាការប្រយុទ្ធគ្នានោះបានចាប់ផ្ដើមនៅចំណុចប្រាសាទតាក្របីហើយបន្តរាលដាលទៅកាន់ចំណុចជាច្រើនទៀតដូចជាថ្មដូនតាមមាន់និងជប់កគីការប្រយុទ្ធគ្នានោះកងទ័ពសៀមបានប្រើប្រាស់ប្រយុទ្ធគ្នាចាកងទ័ពសៀមគឺបានប្រើប្រាស់អាវុធធនធ្ងន់បាញ់មកលើទឹកដីកម្ពុជាយ៉ាងជ្រៅហើយថែមទាំងប្រើប្រាស់អាវុធដាក់អន្តរជាតិហាម5គឺគ្រាប់បែកចង្កំផងដែរដែលបណ្ដាលឲ្យការប្រយុទ្ធគ្នានោះស្លាប់និងរបួសទាហានជាច្រើននាក់អាយដាមឈុំសុជាតិអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍នៅក្នុងសារព័ត៌មាននាល្ងាចថ្ងៃទី 22 ខែមេសានេះថាការប្រយុទ្ធគ្នានោះរវាងកងទ័ពកម្ពុជានិងសៀមនៅតាមបណ្ដោយព្រំដែនមានតុល្យការចុងក្រោយថាកងទ័ពកម្ពុជាបានបលីចំនួន3នាក់របួសចំនួន6នាក់ខូចខាតប្រាសាទតាក្របីប្រាសាទតាមាន់និងប៉ះពាល់ភូមិអ្នកស្រុកចំនួន4ដែលស្ថិតនៅក្បែរតំបន់ព្រំដែនអាយដាមបន្តថាកងទ័ពកម្ពុជាស្ថិតនៅក្នុងស្មារតីការពារបរិយាភាពទឹកដីរបស់ខ្លួនដាច់ខាតនៅក្នុងសារព័ត៌មាននាវេលាថ្ងៃត្រង់ទី 22 ខែមេសាអាយដាមឈុំសុជាតិបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាកងទ័ពសៀមបានលបវាយឆ្មក់ពីខាងក្រោយគណៈពេលដែលកងទ័ពរបស់កម្ពុជាកំពុងដែលយាមល្បាតនៅលើទឹកដីរបស់កម្ពុជាដោយមិនឲ្យដឹងខ្លួនហើយបានផ្លោងចូលមកទីតាំងរបស់ទាហានកម្ពុជាដែលស្ថិតនៅចម្ងាយប្រមាណជាង20 គីឡូម៉ែត្រអាយដាមឈុំសុជាតិបានបញ្ជាក់ថាពួកទាហានសៀមទាំងនោះបានឆ្លងចូលមកក្នុងទឹកដីកម្ពុជាហើយធ្វើការបាញ់ប្រហារទៅលើកងទ័ពរបស់យើងតែម្ដងដើម្បីការពារបរណទឹកដីកងទ័ពរបស់យើងក៏បានបាញ់តបតទៅវិញហើយនៅក្នុងការប្រយុទ្ធនេះកងទ័ពយើងបានប្រើកាំភ្លើងគ្រប់គ្រងថ្មើរជើងធុនស្រាលដើម្បីការពារទឹកដីរបស់ខ្លួនអាយដាមបន្តថានៅក្នុងពេលប្រយុទ្ធគ្នានោះក្របកាំភ្លើងផ្លោងជាច្រើនរបស់ទាហានសៀមបានបាញ់ផ្លោងចូលប្រាសាទតាក្របីដូច្នោះប្រាសាទតាក្របីជាមិនផុតពីការខូចខាតឬប៉ះពាល់នោះឡើយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីចំណាត់ការបន្តគណៈពេលដែលកម្ពុជាកំពុងរងការឈ្លានពានរបស់សៀមនោះមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានលើកឡើងថាកងទ័ពយើងនៅតែឈរជើងលើស្មារតីប្រុងប្រយ័ត្ននិងការពារទឹកដីប្រយុទ្ធតស៊ូចំពោះការឈ្លានពាននោះជានិច្ចដើម្បីគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាយដាមផៃស៊ីផានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីក៏បានថ្លែងនៅក្នុងសារព័ត៌មាននោះផងដែរថាសមរភូមិដែលបានកាត់ឡើងនៅព្រឹកថ្ងៃទី 22 ខែមេសានេះគឺផ្ដើមឡើងពីចំណុចប្រាសាទតាក្របីរហូតដល់ជប់កគីដែលមានចម្ងាយប្រមាណ25 គីឡូម៉ែត្រហើយការវាយប្រហារនោះគឺជាការវាយឆ្មក់ពីខាងក្រោយដោយធានសៀមដែលជាទង្វើមួយដែលប្រជាជាតិកម្ពុជាមិនអាចទទួលយកបានហើយផ្ទុយស្រឡះពីឆន្ទៈរបស់កម្ពុជាចង់បាននិងផ្ទុយស្រឡះពីស្មារតីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានស្នើឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍រវាងកម្ពុជាសៀមនោះអាយដាមផៃស៊ីផានបានធ្វើការកត់សម្គាល់ថាសមរភូមិដែលបង្កឡើងដោយទាហានសៀមនោះបានរំលោភទៅលើប្រាសាទតាក្របីជាសម្បត្តិវប្បធម៌របស់មនុស្សជាតិនិងរំលោភទៅលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ព្រំដែនដោយការបាញ់ផ្លោងគ្រាប់ចូលមកកាន់ភូមិអ្នកស្រុកប្រមាណ21 គីឡូម៉ែត្រតែតឹងទៅនឹងចំណាត់ការទៅកាន់អង្គការសហប្រជាជាតិឯកឧត្តមផៃស៊ីផានបានបញ្ជាក់ថាក្រសួងការបរទេសកម្ពុជានឹងចាត់វិធានការប្តឹងពីសកម្មភាពឈ្លានពានរបស់ទាហានសៀមទៅកាន់អង្គការសហប្រជាជាតិយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថានៅថ្ងៃទី 22 ខែមេសាម្សិលមិញវេលាម៉ោងប្រមាណជា 6 ព្រឹកទាហានសៀមបានឆ្លងចូលមកធ្វើការវាយឆ្មក់លើទីតាំងកងទ័ពកម្ពុជាដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជាសៀមចាប់ពីតំបន់ប្រាសាទតាក្របីរហូតដល់ជប់កគីនិងចូលជ្រៅទៅក្នុងទឹកដីកម្ពុជាហើយនៅពេលធ្វើការវាយប្រហារមកលើកងទ័ពកម្ពុជានោះទាហានសៀមបានប្រើប្រាស់អាវុធ
គាំទ្រធនដេកា75មីលីម៉ែត្រដេកា82មីលីម៉ែត្រ105មីលីម៉ែត្រនិង155មីលីម៉ែត្របាញ់ផ្លោងចូលជ្រៅក្នុងទឹកដីកម្ពុជាចម្ងាយ21គីឡូម៉ែត្រពីព្រំដែនកម្ពុជាសៀមនិងជាតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនោះក៏បានបញ្ជាក់ផងដែរថាសភាពការប្រយុទ្ធគ្នានោះកំពុងតែវិវត្តបន្តទៀតនៅឡើយហើយក្រសួងការពារជាតិនឹងជូនដំណឹងអំពីសភាពការនេះជាបន្តទៀតនៅពេលក្រោយបាទលោកលោកស្រីនាងកញ្ញាទីមេត្រីបាទលោកនាងបានមកជ្រាបនៅព័ត៌មានដែលនាងពលបានជម្រាបជូនបាទពាក់ព័ន្ធទៅនឹងបាទចៅបាទស៊ីមបាទធ្វើសង្គ្រាមឈ្លានពានមកលើទឹកដីព្រះរាជាណាចក្រកម្ពុជាអ្វីដែលគួរឲ្យសង្វេគនោះគឺសម្រាប់ជួនភៀសខ្លួនរបស់កម្ពុជាបាទនៅតែបន្តមកភៀសខ្លួនមកកាន់កន្លែងជំរុំមានសុវត្ថិភាពដើម្បីប្រោះដោយសារតែភ័យខ្លាចពីយោធាបាសៀមបាញ់ស្រោចមកលើទឹកដីព្រះរាជាណាចក្រកម្ពុជាបាទយើងឃើញថាគិតត្រឹមថ្ងៃ22ខែមេសាឆ្នាំ2011គឺ2ខែគត់បាទលោកស្និទ្ធបើយើងគិតត្រឹមម្សិលមិញហ្នឹងគឺ2ខែគត់បាទបន្ទាប់ពីមានការយកព្រមព្រៀងគ្នាឲ្យមានការឈរជើងរបស់អ្នកសង្កេតការណ៍ជាក្រិតនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃចិត្តប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នាសារជាថ្មីឡើងវិញរដ្ឋាភិបាលថៃបានបញ្ជាក់ជាថ្មីម្ដងទៀតនៅភាពមន្ទិលសង្ស័យដ៏អាក្រក់បំផុតនោះគឺថាខ្លួនបានរៀបរៀងជាច្រើនលើកច្រើនសារចំពោះការមកដល់នៃអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីក្នុងគោលបំណងបើកដៃឲ្យទាហានរបស់ខ្លួននឹងដើម្បីធ្វើការឈ្លានពានទៅលើប្រទេសកម្ពុជាហើយដូចពិតប្រាកដណាស់យើងឃើញបាទថៃគេយកលេសនេះលេសនោះបាទថាខ្លួនឯងជាអ្នកថាកម្ពុជាគូទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីបាទថៃគេលើកឡើងអញ្ចឹងបាទកម្ពុជាគឺទទួលយកគ្រប់បែបយ៉ាងទាំងអស់ឲ្យតែមានគេហៅថាអ្វីក៏ដោយឲ្យតែបញ្ចប់សង្គ្រាមនិងអ្វីដែលមិននាំឲ្យមានសង្គ្រាមតែផ្ទុយទៅវិញទេដែលថៃមានពុតត្បិតអាក្រក់ស្មោកគ្រោកលិមុខជួជាតិនោះគឺអត់បានខ្លួនឯងនិយាយតែអត់បានធ្វើបាទដោយយោធារបស់ខ្លួននោះបាទរដ្ឋាភិបាលនិយាយទៅលេចយោធានិយាយទៅកើតមានអាក្រុមប្រឆាំងមកក្រុមដេកចិញ្ចាំផ្លូវមានកញ្ចាស់ចម្លងស្រីមឿងនិងអ្នកផ្សេងទៀតហ្នឹងគឺនិយាយរឿងផ្សេងមួយទៀតទៅបាទនេះជារឿងពិតដែលកើតនៅក្នុងសង្គមថៃហើយវាអនុវត្តនៅនយោបាយវិទីនិយមមកលើព្រះរាជាណាចក្រកម្ពុជាហើយយើងឃើញបាទការវិវហាលើកនេះគឺដូចបាទការវិវហាកាលពីខែកុម្ភៈក្រកំភ្លើងធំខ្លះបានធ្លាក់ចូលជ្រៅនៅក្នុងប្រទេសកម្ពុជាក្នុងករណីនេះវិញវាបានធ្វើឲ្យរងគ្រោះដល់ភូមិគោកមោនៅក្នុងខេត្តឧត្តរមានជ័យមានចម្ងាយ21ម៉ែត្របាទសំទោស21គីឡូម៉ែត្រពីព្រំដែនបង្ខំឲ្យជនស៊ីវិលរាប់ពាន់នាក់ភៀសខ្លួនហើយយន្តហោះចម្បាំងថៃក៏បានបើកលុកលុកលុយចូលដែនអាកាសរបស់ព្រះរាជាណាចក្រកម្ពុជាដោយបានបញ្ជាក់នៅក្នុងសារលិខិតរបស់អាដាមប៉ាយុរដ្ឋមន្ត្រីហៅនំហុងផ្ញើជូនទៅប្រធានអាស៊ានគឺអាដាមម៉ាទីណាតាលេកាវ៉ាបាទនិងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិលោកអូសូរីយ៉ូបាទផងដែរបាទហើយការប្រយុទ្ធគ្នាជាថ្មីនេះគឺមិនមែនបាទគឺជាចេតនាពេញទីរបស់ថៃតែម្ដងបាទគឺជាអំពើចេតនានិងឈ្លានពានដោយគិតទុកជាមុនបាទដូចជាម្សិលមិញបាទលោកនាងបានជ្រាបនៅក្នុងសន្និសីទសារព័ត៌មានអាដាមផៃស៊ីផានបាទអ្នកនាំពាក្យក្រសួងសំទោសបាទអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងហើយថាបាទការវាយប្រហារពីសំណាក់ថៃបាទចូលមកលើបាទទឹកដីព្រះរាជាណាចក្រកម្ពុជានេះបាទគឺជាអំពើដែលគ្រោងទុកមុនបាទគឺថៃបានត្រៀមបាទលក្ខណៈបាទបានត្រៀមលើទឹកដីព្រះរាជាណាចក្រកម្ពុជាប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងឃើញនៅក្នុងសន្និសីទសារព័ត៌មាននៅវេលាម៉ោងជាង5បាទម្សិលមិញថ្ងៃទី22ខែមេសាឆ្នាំ2011ហ្នឹងបាទអាដាមឈុំសុជាតិអ្នកនាំពាក្យក្រសួងការពារជាតិក៏បានបញ្ជាក់ថាការលួចវាយឆ្មក់ចូលឈ្លានពានទឹកដីកម្ពុជាពីសំណាក់ទាហានថៃចំនួន2លើកបាទក៏អាដាមបានបញ្ជាក់2លើកនេះគឺព្រំដែនតំបន់ប្រាសាទតាមាន់ប្រាសាទតាកបីបាទជប់កូគីកាលពីព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2011មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី1មីលីម៉ែត្រណាឡើយបាទនេះជាការអះអាងរបស់ឯកឧត្តមឈុំសុជាតិបាទក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញឯកឧត្តមបានបន្តឲ្យដឹងថានៅថ្ងៃទី22ខែមេសាឆ្នាំ2011ចាប់ពីម៉ោង6រហូតដល់ម៉ោង9:50នាទីព្រឹកសំទោសទាហានថៃបានលួចឆ្មក់ចូលទឹកដីកម្ពុជាវាយប្រហារពីក្រោយលើទីតាំងកងទ័ពកម្ពុជានៅប្រាសាទតាក្របីប្រាសាទតាមាន់រហូតដល់ជប់កូគីលើកទី2ចាប់ពីម៉ោង12:10នាទីរហូតដល់12:22នាទីទាហានថៃបានវាយប្រហារម្ដងទៀតដោយបាន
ដែលមានការបាញ់កំភ្លើងផ្លោងធន់ធ្ងន់ទំហំ155មីលីម៉ែត្រចូលជ្រៅលើទឹកដីកម្ពុជាចម្ងាយ21គីឡូម៉ែត្រប៉ះពាល់ដល់ភូមិប្រជាពលរដ្ឋរស់នៅចំនួន4ភូមិបាទមានភូមិជប់កគីតាមមន់បោះធំនិងថ្មដូនបណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើនពាន់នាក់បង្ខំរត់ភៀសខ្លួនបាទនេះជាការលើកឡើងរបស់អាដាមបាទជំនុំជាតិនៅក្នុងសន្និសីទសារព័ត៌មានបាទចុងក្រោយកាលពីម្សិលមិញទង្វើរបស់ថៃនេះត្រូវបានគេចាត់ទុកថាជាទង្វើរៀបចំទុកមុននៅក្នុងចំណោមវិធីសាស្ត្រដទៃទៀតដែលបានច្រានចោលដោយយោធានិងរដ្ឋាភិបាលថៃក្នុងការអនុវត្តកិច្ចព្រមព្រៀងកាលពីថ្ងៃទី22ខែកុម្ភៈនៅទីក្រុងចាកាតាប្រទេសកម្ពុជាមានឱកាស4ដងយល់ព្រមទៅលើលក្ខខណ្ឌប្រតិបត្តិការដើម្បីឲ្យមានអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដែលស្នើឡើងដោយប្រធានអាស៊ានដែលជាការអនុវត្តយោងទៅតាមការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិឲ្យមានការជប់បាញ់គ្នាជាអចិន្ត្រៃយ៍ផ្ទុយទៅវិញបាទថ្មិលថៃបន្តការពន្យាពេលនិងជំទាស់ទៅនឹងលក្ខខណ្ឌប្រតិបត្តិបើទោះបីជាលក្ខខណ្ឌប្រតិបត្តិនេះត្រូវបានគេកែប្រែកែសម្រួលដោយដែលបានស្នើឡើងក៏ដោយបាទនៅក្នុងរយៈពេល2ខែកន្លងមកនេះប្រទេសកម្ពុជាបានទាមទារច្រើនលើកបាទច្រើនសារឲ្យមានការឈរជើងជាបន្ទាន់របស់អ្នកសង្កេតការណ៍នៅខណៈដែលថៃបង្កើនកម្លាំងទ័ពជាច្រើននៅជិតព្រំដែនឥឡូវនេះយោធានិងរដ្ឋាភិបាលថៃកំពុងស្វែងរកការត្រួតត្រាជាក់ស្ដែងនៅតំបន់ទាំងអស់នេះរបស់ប្រទេសកម្ពុជាដែលពួកគេបាទថៃនឹងបានទាមទារនៅក្នុងប្រមាណឆ្នាំថ្មីនេះដោយគេផ្អែកទៅលើផែនទីស្មោកគ្រោកផែនទីលួចលាក់ផែនទីចោលផែនទីឯកតោភាគីផែនទីសម្ងាត់ដែលខ្វះភាពស្របច្បាប់ជាលក្ខណៈអន្តរជាតិនោះបាទលោកនាងបានជ្រាបហើយថាការពីម្សិលមិញបាទគឺថៃបានប្រើប្រាស់យោធាមករំលោភបំពានមកលើទឹកដីកម្ពុជានៅអំឡុងម៉ោង6ហើយព្រឹកមិញនេះក៏មានប្រភពព័ត៌មានពីព្រំដែនឲ្យដឹងផងដែរថាគឺនៅម៉ោងប្រមាណ 6:15 នាទីបាទដូចពីម្សិលមិញដូចគ្នាដែរដែលថៃប្រើប្រាស់យោធាបាញ់ប្រហារមកលើទឹកដីកម្ពុជាមកលើកងកម្លាំងរបស់កម្ពុជាដែលឈរជើងការពារបាទព្រំដែនការពារទឹកដីរបស់ខ្លួនដែលនៅក្នុងចំណុចនោះមានតាមន់បាទជប់កគីនិងតំបន់ប្រាសាទតាក្របីបាទហើយមកទល់ពេលនេះបាទប្រភពព័ត៌មានក៏បានឲ្យដឹងផងដែរថាការដែលថៃបានប្រើប្រាស់យោធាបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានោះគឺនៅបន្តបាទនៅបន្តយើងក៏លេខទៅមើលជនភៀសសឹកបាទក៏លេខទៅមើលជនភៀសសឹករបស់យើងបាទដែលជាប្រជាពលរដ្ឋកម្ពុជារងទុក្ខវេទនាដោយសារតែថៃប្រើប្រាស់នៅយោធាធ្វើសង្គ្រាមមកបំពេញលើទឹកដីកម្ពុជានោះកាលពីយប់មិញលោកអ្នកបានជ្រាបហើយថាយប់មិញនេះគឺរហូតដល់ម៉ោង12ក៏នៅតែបងប្អូនប្រជាពលរដ្ឋបន្តជំលះខ្លួនបាទមកកាន់ទីសុវត្ថិភាពដែលក្នុងនោះគឺមានតាមទីវត្តអារាមក្តីឲ្យតែពួកគេគេចផុតពីក្របកាំភ្លើងរបស់យោធាថៃមកទល់ពេលនេះនៅថ្ងៃទី23ខែមេសាបាទព្រឹកថ្ងៃទី23ខែមេសានេះប្រភពព័ត៌មានក៏នៅបន្តថាប្រជាពលរដ្ឋនៅបន្តភៀសខ្លួនតទៅទៀតក្នុងរូបភាពដោយបងប្អូនបានឃើញស្រាប់សូមឲ្យពិភពលោកបានមើលឃើញពីទង្វើដ៏អាក្រក់របស់រដ្ឋាភិបាលថៃ